សម្បូរព្រៃគុនេះគឺខ្ញុំបានធ្លាប់មកថតតាំងពីយូរយារហើយថ្មីនេះក៏ទៅតែបញ្ចប់ជាមួយនឹងខ្សែភាពយន្តភាគរបស់ហងមាសរឿងមហាអប្សរាមហានគរហើយការមកថតនៅទីនេះរហូតមកអញ្ចឹងខ្ញុំតែងតែពេលដែលខ្ញុំអង្គុយខ្ញុំស្រឡឹងប្រាសាទខ្ញុំស្រឡឹងពេលដែលវិញចំណុចនេះកន្លែងនេះខ្ញុំតែងតែគិតថាបើថ្ងៃណាខ្ញុំមានគូជីវិតពិតប្រាកដហើយខ្ញុំសម្រេចចិត្តថានឹងកាន់ដៃគ្នារហូតដល់ថ្ងៃចូលរោងការនឹងរស់នៅជាមួយគ្នាពេញមួយជីវិតគឺខ្ញុំនឹងមកថត free wedding នៅទីកន្លែងហ្នឹងចាឥឡូវនេះគឺអ្វីដែលខ្ញុំគិតទុកតាំងពីយូរហើយនិយាយទៅតាំងពីយូរនៅពេលដែលខ្ញុំចាប់ផ្ដើមស្គាល់សម្បូរព្រៃគុកម្ល៉េះតែមកលើកទី1ម៉េះរហូតដល់ខ្ញុំចេះតែគុំនៅក្នុងចិត្តគិតតែក្តីសម័យរបស់ខ្ញុំគិតទេណាតែឥឡូវគឺមានអារម្មណ៍ថាគឺអ្វីដែលខ្ញុំគិតគឺខ្ញុំទទួលបានជោគជ័យនិងអ្វីដែលខ្ញុំគិតគឺបានមកដល់ហើយជួយផ្សព្វផ្សាយនៅប្រាសាទរបស់យើងឲ្យមជ្ឈដ្ឋានសង្គមខាងក្រៅបានឆាប់ស្គាល់ឬកាន់តែខ្លាំងឡើងហាក់ដូចជាមានប្រធ្នូមួយហើយខ្ញុំតែងតែគិតថាមនុស្សម្នាក់ហ្នឹងបើសិនជាមនុស្សការពិតជាមួយខ្ញុំជាដៃគូជីវិតរបស់ខ្ញុំតាំងពីនិយាយយើងនិយាយពីជំនឿថាពួកអតីតជាតិទៅចាស់ពីមុនថាគឺពួកយើងមានអ្វីដូចគ្នាដល់ទៅ 90% ចាទាំងចិត្តទាំងការគិតជានិយាយទៅគ្រប់យ៉ាងក៏គួរអាណិតក៏ស្រឡាញ់ក៏ចូលខ្លួនមកសង្គ្រោះគាត់ទៅខ្ញុំអត់មានប្រាថ្នាជាមួយនឹងគ្រួសារដែលជាអ្នកមានបានចាំមានទ្រព្យសម្បត្តិស្ដុកស្ដំថាមានន័យមែនតែនសម្រាប់ការលើកឡើងរបស់អ្នកបងស្វែងចិត្តតាដែលបានបង្ហាញអំពីផ្លូវចិត្តវាមនុស្សស្រីដែលលិមោបអីចឹងហើយបានប្តីចង់បានប្រុសក្មេងប្តីក្មេងដោយសារតែផ្លូវជីវិតដែលបងស្រីជ្រើសរើសនៅក្នុងពេលនេះគឺថាដៃគូជីវិតគឺថាក្មេងជាងបងស្រីរហូតដល់10ឆ្នាំបាទ10ឆ្នាំជាងទីទួយផងអាចនឹងបងស្រីបារម្ភពីការរិះគន់ឬក៏ពីការដែលអ្នកខ្លះដែលថាគេមិនសូវជាឲ្យតម្លៃស្នេហារបស់បងទេទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងផលិតរឿងតម្រូវតាមអាជីវកម្មរបស់លោកអ្នកតាមរយៈ Telegram បាទលោកអ្នកទីគោរពបាទថ្ងៃនេះចាត់ទុកថាគឺជាឱកាសដ៏ល្អមួយរបស់កម្ពុជាតារាសម្ដែងដ៏ល្បីរបស់ប្រទេសកម្ពុជារបស់យើងគឺអ្នកនាងស្វែងជាតាដែលអ្នកនាងបានរកឃើញដៃគូជីវិតហើយរហូតឈានដល់ការថត pre wedding បាទហើយការថត pre wedding នេះមិនមែនគ្រាន់តែជាអនុស្សាវរីយ៍នៃការបង្ហាញជូនដល់លោកអ្នកដែលជា fan ជាអ្នកគ្រប់គ្រងអ្នកនាងឲ្យបានឃើញអំពីចំណងស្នេហ៍ដែលកំពុងតែបង្ហាញពីភាពច្បាស់លាស់ចំពោះគ្នាតែម្យ៉ាងទេតែក៏ជាការចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ក៏ដូចជាផ្សព្វផ្សាយប្រាសាទបុរាណខ្មែរនៅក្នុងតំបន់ប្រាសាទសម្បូរព្រៃគុកដែលយើងគ្រប់គ្នាស្គាល់ថាគឺជាអតីតរាជធានីឦសានបុរៈដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជារបស់យើងនោះបាទអញ្ចឹងឥឡូវជាដំបូងបាទខ្ញុំបាទជាចាងម៉ាងសាពលផ្ទះតារាគឺថាសូមជម្រាបសួរពីចំណាប់អារម្មណ៍របស់អ្នកនាងស្វែងចិត្តតាបន្តិចនៅក្នុងថ្ងៃដែលអ្នកនាងបានមកកាន់ប្រាសាទសម្បូរព្រៃគុកហើយថត pre wedding ជាមួយនឹងគូជីវិតអារម្មណ៍យ៉ាងម៉េចដែរបាទនិយាយពីអារម្មណ៍គឺជាការរងចាំយ៉ាងយូរសម្រាប់ខ្ញុំហើយសម្បូរព្រៃគុនេះគឺខ្ញុំបានធ្លាប់មកថតតាំងពីយូរយារហើយថ្មីនេះក៏ទៅតែបញ្ចប់ជាមួយនឹងខ្សែភាពយន្តភាគរបស់ហងមាសរឿងមហាអប្សរាមហានគរហើយការមកថតនៅទីនេះរហូតមកអញ្ចឹងខ្ញុំតែងតែពេលដែលខ្ញុំអង្គុយខ្ញុំស្រឡឹងប្រាសាទខ្ញុំស្រឡឹងពេលដែលវិញចំណុចនេះកន្លែងនេះខ្ញុំតែងតែគិតថាបើថ្ងៃណាខ្ញុំមានគូជីវិតពិតប្រាកដហើយខ្ញុំសម្រេចចិត្តថានឹងកាន់ដៃគ្នារហូតដល់ថ្ងៃចូលរោងការនឹងរស់នៅជាមួយគ្នាពេញមួយជីវិតគឺខ្ញុំនឹងមកថត free wedding នៅទីកន្លែងហ្នឹងចាឥឡូវនេះគឺអ្វីដែលខ្ញុំគិតទុកតាំងពីយូរហើយនិយាយទៅតាំងពីយូរនៅពេលដែលខ្ញុំចាប់ផ្ដើមស្គាល់សម្បូរព្រៃគុកម្ល៉េះតែមកលើកទី1ម៉េះរហូតដល់ខ្ញុំចេះតែគុំនៅក្នុងចិត្តគិតតែក្តីសម័យរបស់ខ្ញុំគិតទេណាតែឥឡូវគឺមានអារម្មណ៍ថាគឺអ្វីដែលខ្ញុំគិតគឺខ្ញុំទទួលបានជោគជ័យនិងអ្វីដែលខ្ញុំគិតគឺបានមកដល់ហើយចាអញ្ចឹងបានជាខ្ញុំជ្រើសរើសយកសម្បូរព្រៃគុកនេះជាទីកន្លែង pre wedding សម្រាប់បើកផ្លូវនៅដៃគូជីវិតរបស់ខ្ញុំហើយខ្ញុំក៏បានមកបួងសួងគ្រប់វត្ថុស័ក្តិសិទ្ធិនៅទីនេះចាសូមឲ្យគាត់ឲ្យពរឲ្យជ័យចាគូស្នេហារបស់ខ្ញុំសូមឲ្យយើងព្រោះនៅជាមួយគ្នាមានសុភមង្គលរកស៊ីមានបានតទៅថ្ងៃអនាគតបាទចុះសម្រាប់កូនកន្លោះវិញគេថាអារម្មណ៍យ៉ាងម៉េចដែរអារម្មណ៍រំភើបខ្លាំងបងអារម្មណ៍រំភើបខ្លាំងហ្នឹងហើយព្រោះបានមក pre wedding នៅទីតាំងដ៏ល្អរបស់កម្ពុជាយើងវារំភើបហើយនឹងណាមួយបានមកជួយផ្សព្វផ្សាយនៅប្រាសាទរបស់យើងឲ្យមជ្ឈដ្ឋានសង្គមខាងក្រៅបានឆាប់ស្គាល់ឬកាន់តែខ្លាំងឡើងបាទអរគុណបាទឃើញថាលោកអ្នកដែលកំពុងតែតាមដានបណ្ដាញសង្គមកំពុងតែពុះកញ្ជ្រោលចង់ដឹងហើយថាតើស្នេហារបស់អ្នកទាំងពីរហ្នឹងកើតឡើងពីពេលណាផ្ដើមស្នេហាដោយរបៀបម៉េចហើយសម្រាប់កូនកន្លោះវិញ
ឈ្មោះអីប្រកបអាជីវកម្មអីគឺថានឹងគឺជាទិសដៅដែលបងប្អូនយើងគាត់ចង់ដឹងឥឡូវសូមឲ្យបាទកូនកំមុំមកធ្វើការឧទ្ទិសនាមពីចំណងស្នេហ៍របស់ខ្លួនឯងឲ្យបងប្អូនយើងបានជាទីមកបាទ អានេះចាបើសម្រាប់ខ្ញុំចង់និយាយថាការស្គាល់គ្នាហ្នឹងក៏យើងយូរដែរហើយគ្រាន់ថាវាមិនទាន់ឈានដល់ចំណុចនេះទេយ៉ាងថាមើលដល់ពេលចំណុចពេលវេលាមួយដែលពួកខ្ញុំចាប់ផ្ដើមស្និទ្ធគ្នាកាន់តែខ្លាំងមកមែនតើហ្នឹងគឺចំពេលវេលាដែលយើងរៀបចំជំនួយដល់កងទ័ពចាជំនួយដល់កងទ័ពពួកយើងមានអនុស្សាវរីយ៍ជាច្រើនហើយទឹកចិត្តក្នុងពួកយើងចាប់ដើមកាន់តែគេហៅថាយល់ពីគ្នាចាជីវិតគាត់ជីវិតខ្ញុំគឺនិយាយទៅ 90% គឺដូចគ្នាចាគឺដូចគ្នាបាននិយាយទៅអ្នកដឹងក៏បានដឹងពីគាត់ហើយខ្ញុំគាត់បានដឹងពីគាត់ដឹងអំពីខ្ញុំដូចគ្នានិយាយទៅពួកយើងបានមិនគិតពីរឿងអតីតកាលថាយ៉ាងណាពីមុនមកសំខាន់គឺពួកយើងមានក្តីអាណិតគ្នាទៅវិញទៅមកចង់និយាយថារយៈពេលដែលយើងជួបគ្នាវាហាក់បីដូចជាយើងស្គាល់គ្នារាប់រយឆ្នាំរាប់ឆ្នាំយូរហើយអញ្ចឹងចាអញ្ចឹងភាគច្រើនហើយភាគច្រើនទៀតគាត់ធ្វើឲ្យអារម្មណ៍របស់ខ្ញុំគេថាជាមនុស្សឯកាម្នាក់ខ្លាយទៅជាមនុស្សម្នាក់មានលំនឹងឡើងវិញដោយសារគាត់គឺជាមនុស្សម្នាក់ដែលហ៊ានទទួលខុសត្រូវនៅអ្វីដែលគាត់បានធ្វើឡើងចង់និយាយថាគាត់បាននិយាយអំពីការរស់នៅមួយគ្នាគាត់ចូលមកគាត់ពិភាក្សារឿងជីវិតរស់នៅមួយគ្នាអញ្ចឹងហើយទៅវិញទៅមកគឺយើងយល់ចិត្តគ្នាទាំងអស់អញ្ចឹងបានសម្រេចចិត្តថាត្រូវតែយើងឈានទៅមុខសំខាន់គាត់ថាគាត់ត្រូវតែរៀបការដើម្បីបំពេញមុខឲ្យខ្ញុំជាមនុស្សម្នាក់ជាមនុស្សស្រីខ្មែរម្នាក់ចាអានេះហើយដែលខ្ញុំនៅរងចាំសម្ដីមនុស្សប្រុសបែបហ្នឹងហើយក៏ជាមនុស្សម្នាក់ដែលខ្ញុំតែងតែរងចាំបាទមានន័យថាគាត់ចូលមកក្នុងជីវិតរបស់បងស្រីគឺថាមិនមែនចូលមកក្នុងលក្ខណៈលេបខាយទេគឺចូលមកគឺថាពំនាំជាមួយនឹងគម្រោងនាំផ្កាស្លាយកមកជូនតែម្ដងអញ្ចឹងនេះហើយគឺជាសក្តីត្រូវការរបស់មនុស្សស្រីបាទដែលជាគេថាចង់បានគ្រប់រូបណាបាទអញ្ចឹងងាកបងប្អូនប្រុសបន្តិចតើបងប្អូនប្រុសឈ្មោះអីបាទអាយុប្រមាណហើយមុខរបរអីដើម្បីបងប្អូនជាគាត់បានស្គាល់បងប្អូនផងបាទខ្ញុំឈ្មោះពៅហេងខ្ញុំក៏ជាតារាសម្ដែងម្នាក់ហើយក៏ជាអ្នកលក់អនឡាញមួយរូបដែរបាទហើយអាយុ30ជាងបាទហ្នឹងបាទហើយយ៉ាងម៉េចទេបានបងប្អូនចាប់អារម្មណ៍ចំពោះបងស្រីស្វែងវិជាតាខ្ញុំមើលទៅនិយាយថាអាណិតគាត់ឃើញកន្លងមករឿងស្នេហារបស់គាត់មើលឃើញហើយម្ដងទៀតម្ដងទៀតអញ្ចឹងក៏គួរអាណិតក៏ស្រឡាញ់ក៏ចូលខ្លួនមកសង្គ្រោះគាត់ទៅអញ្ចឹងមានន័យថាការចូលខ្លួនដំបូងនេះមានន័យថាបងអូនចូលនៅក្នុងលក្ខណៈមួយគេហៅថាស្ទាបស្ទង់សិនទេឬក៏មកប៉ងថាត្រូវតែយកឲ្យបានធ្វើជាដៃគូជីវិតប៉ងទៅយកដៃគូជីវិតបងបាទព្រោះហេតុផលអីពេលនោះហេតុផលព្រោះមនុស្សគាត់គឺត្រូវជាថែបរបស់ខ្ញុំបាទថែបយ៉ាងម៉េចដែលជារបស់យើងនឹងថែបយ៉ាងម៉េចគាត់មើលទៅគាត់ស្រឡាញ់ខ្ញុំមានក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកបាទហើយគាត់ចិត្តល្អគាត់អូយច្រើនណាស់ច្រើនចំណុចណាហ្នឹងហើយបងច្រើនបាទមែនតើទៅបងស្រីសាញ់គេតាគឺថាមែនតើថាចង់នឿយណាយនឹងជីវិតគូហ្នឹងគឺថាយូរមកហើយដោយសារតែគេថាជួបតែរឿងមិនសមប្រកបកន្លងមកណាមើលឃើញយ៉ាងម៉េចដែរបានជាបងស្រីសម្រេចចិត្តគេទទួលយកប្អូនពៅហេងធ្វើជាគូជីវិតហើយរហូតដល់បង្ហាញដល់សាធារណជនថានេះគឺជាដៃគូរបស់យើងព្រោះថាខុសពីសិល្បករនេះខ្លះគាត់លាក់បាំងតែបងស្រីគឺថាបង្ហាញតែម្ដងមើលឃើញយ៉ាងម៉េចបានជាបងស្រីសម្រេចចិត្តបាទជឿជាក់ថាពៅហេងគឺជាគូជីវិតដែលបងស្រីត្រូវតែបង្ហាញជូនបងប្អូនយើងចាដូចគាត់បាននិយាយមុនហ្នឹងហើយក៏ដូចជាបងបាននិយាយមុនថាគឺពួកយើងមានអ្វីដូចគ្នាដល់ទៅ 90% ចាទាំងចិត្តទាំងការគិតជានិយាយទៅគ្រប់យ៉ាងចាដេកដើរឈរអង្គុយបេះដូងយើងគិតពីអីគឺយើងធ្វើដូចគ្នាហ្មងអារម្មណ៍បានថាអារម្មណ៍តែមួយចាអារម្មណ៍តែមួយដូច្នេះហើយភាពជឿជាក់របស់ដែលខ្ញុំទទួលបានពីគាត់គឺកក់ក្ដៅគឺភាពកក់ក្ដៅគាត់និយាយទៅគាត់ចូលមកធ្វើជាមនុស្សប្រុសម្នាក់ធ្វើឲ្យយើងមានភាពកក់ក្ដៅច្រើនទីមួយគោលដៅគឺការបើកបង្ហាញគាត់មិនលាក់លៀមគាត់គ្មានភាពក្បត់មួយខ្ញុំទេគ្រប់អ្វីក៏ដោយគឺគាត់អត់ដែលលាក់មួយខ្ញុំហ្មងចាគឺអត់លាក់ទេគឺគាត់មិនដែលលាក់លៀមឬក៏ភូតកុហកខ្ញុំសូម្បីតែមួយដងសម្រាប់ជាមួយខ្ញុំណាចាហើយទី2ទៀតគឺលំនឹងនៃការគំនិតចិត្តរបស់គាត់ក្នុងការរកស៊ីកាន់ដៃគ្នាទៅមុខគឺជាលំនឹងមួយដែលរឹងមាំដែលគិតថាខ្ញុំទាំងពីរនាក់អាចចាប់ដៃគ្នាទៅបានចាពីព្រោះអីខ្ញុំអត់មានប្រាថ្នាជាមួយនឹងគ្រួសារដែលជាអ្នកមានបានចាំមានទ្រព្យសម្បត្តិ
មានទ្រព្យសម្បត្តិស្ដុកស្ដំមានអ្វីគ្រប់យ៉ាងក៏ប៉ុន្តែធ្វើឲ្យជីវិតខ្ញុំរស់នៅក្នុងដូចបាក់សៃក្នុងទ្រុងមាសគឺខ្ញុំធ្វើអត់បានទេបើខ្ញុំចេះធ្វើបានខ្ញុំធ្វើយូរហើយតែខ្ញុំតែងតែប្រាថ្នានៅក្នុងជីវិតរបស់ខ្ញុំថាដៃគូជីវិតរបស់ខ្ញុំមិនចាំបាច់ជានរណាទេជានរណាក៏ដោយក៏ខ្ញុំយកបានដែរឲ្យតែគេជាមនុស្សតែមួយជាមួយនឹងចិត្តរបស់ខ្ញុំអញ្ចឹងសម្រាប់ហេងគាត់ចូលមកគាត់ធ្វើឲ្យជីវិតរបស់ខ្ញុំគេហៅថាផ្កាដែលជ្រុះទៅស្រពោនសឹងតែរលួយហើយហ្នឹងបែរមកជាគាត់យកមកលាងទឹកគាត់យកមកថែធួនឲ្យយើងនឹងខ្លាចទៅជាមនុស្សស្រីម្នាក់មានក្តីសង្ឃឹមនិងគេហៅថាផ្កាដែលរីកស្រស់ត្រឡប់មកវិញបាទគឺថាមានន័យមែនតែនសម្រាប់ការលើកឡើងរបស់អ្នកបងស្វែងចិត្តតាដែលបានបង្ហាញអំពីផ្លូវចិត្តដែលអ្នកបងបានទទួលយកព្រោះថាក្តីសុខរបស់មនុស្សម្នាក់មិនមែនតលតែដេកលើកំណត់ទុកស្ដុកស្ដំទេបាទសំខាន់គឺថាបេះដូងថ្លាមួយម៉ាត់ត្រូវគ្នាចិត្តកំណត់ការស៊ីសង្វាក់គ្នាអញ្ចឹងណាហើយវាអាចនឹងគួបផ្សំជាមួយនឹងឧបនិស្ស័យដែលយើងមានតាំងពីណាពីណីមកដែលយើងអត់បានដឹងនោះផងបាទព្រោះថាមនុស្សយើងមិនមែនសុកយើងចាប់អារម្មណ៍គ្នាយើងស្រឡាញ់គ្នាយើងឈានដល់ការចាប់ដៃគ្នាទេចាមែនហើយដោយសារអីគាត់នៅពេលដែលគាត់ចាប់ដើមស្គាល់ខ្ញុំបានរយៈយូរដែរគាត់បាននិយាយថាអូនឯងជាមនុស្សស្រីម្នាក់ដែលគាត់គិតថានឹងឈានមកដល់ថ្ងៃនេះតាំង10ឆ្នាំមុនគាត់បានគិតតាំងពី10ឆ្នាំមុនថានឹងមានមនុស្សស្រីម្នាក់បែបអញ្ចឹងចូលមកក្នុងជីវិតគាត់តែអត់ដែលឃើញដល់ពេលមកជួបខ្ញុំគាត់ថាអូនឯងនឹងហើយបើសម្រាប់ខ្ញុំតែងតែស្រឡឹងមើលមេឃហ្មងខ្ញុំទៅរងចាំថាតើមនុស្សម្នាក់ហ្នឹងថ្ងៃណាត្រឡប់មកថ្ងៃណាចូលមកក្នុងជីវិតរបស់ខ្ញុំហាក់ដូចជាមានប្រថ្នូលមួយហើយខ្ញុំតែងតែគិតថាមនុស្សម្នាក់ហ្នឹងបើសិនជាមនុស្សការពិតជាមួយខ្ញុំជាដៃគូជីវិតរបស់ខ្ញុំតាំងពីនិយាយយើងនិយាយពីជំនឿថាពីអតីតជាតិទៅចាស់ពីស្នេហាយើងពីយូរមកហើយទៅចាស់គឺម្នាក់ហ្នឹងត្រូវតែចូលមកកុំថាឡើយស្រឡាញ់គ្នាត្រឹមតាមមួយខែឬក៏ត្រឹមតែមួយអាទិត្យក៏មនុស្សម្នាក់ហ្នឹងត្រូវតែសុំខ្ញុំរៀបការដល់ពេលហេងចូលមកក្នុងជីវិតខ្ញុំគឺគាត់ជាមនុស្សអញ្ចឹងមែនដោយអ្វីដែលខ្ញុំគិតនិយាយទៅគូដៃគូជីវិតកន្លងមកគឺយើងអត់ដែលសូវចាប់អារម្មណ៍រឿងរៀបការហ្មងបាទគាត់មកលក្ខណៈលេងសើចមកក្នុងលក្ខណៈដូចហាក់ដូចជាស្ទាបស្ទង់សម្រាប់ដៃគូជីវិតដែលខ្ញុំបែកបាក់គ្នាជាមួយកូនមានអីមួយគ្នាប៉ុន្តែចូលមកគឺពួកយើងក៏អត់មាន plan ជាមួយនឹងការរៀបការហ្មងតែបើសម្រាប់ខ្ញុំទាំងពីរនាក់គាត់ចូលមកគាត់ចាប់អារម្មណ៍រឿងរៀបការខ្ញុំក៏ចាប់អារម្មណ៍ដូចគ្នានិយាយទៅហាក់បីដូចជាមនុស្សតែមួយដែលខ្ញុំរងគាត់គិតថានឹងជួបហើយខ្ញុំបានរងចាំបាទបាទដោយសារតែផ្លូវជីវិតដែលបងស្រីជ្រើសរើសនៅក្នុងពេលនេះគឺថាដៃគូជីវិតគឺថាក្មេងជាងបងស្រីរហូតដល់10ឆ្នាំបាទ10ឆ្នាំជាងទីទួយផងអាចនឹងបងស្រីបារម្ភពីការរិះគន់ឬក៏ពីការដែលអ្នកខ្លះដែលថាគេមិនសូវជាឲ្យតម្លៃស្នេហារបស់បងទេខ្ញុំអត់បារម្ភផងហើយចំណុចហ្នឹងខ្ញុំទុកឲ្យហេងគាត់និយាយចាស់ពីគាត់ធ្លាប់និយាយបាទខ្ញុំគិតថាវាមិនមែនជានៅលើអាយុនៅលើវ័យនោះទេក្តីស្រឡាញ់វាគ្មានដែនកំណត់វាគ្មានអ្វីដែលត្រូវឲ្យយើងអាចនិយាយថាមូលហេតុឬក៏ហេតុផលអីឲ្យទៅស្រឡាញ់បាទវាគ្មានទាំងអស់អញ្ចឹងក្តីស្រឡាញ់គឺជាក្តីស្រឡាញ់គាត់និងខ្ញុំតែប៉ុណ្្នឹងវាមានឲ្យត្រូវបកស្រាយច្រើនទៀតបាទហើយណាមួយខ្ញុំអត់ត្រូវចេះនិយាយច្រើនចុះសម្រាប់បងស្រីមានសារអីទៅកាន់បងប្អូនយើងដែលគាត់តែងតែគេថាគិតអកតេហ្នឹងយកប្តីក្មេងអាពាក្យដូចថាមិនសូវឲ្យតម្លៃស្នេហាខុសវ័យទេបងស្រីមានអីនិយាយទៅកាន់ពួកគាត់បាទនិយាយទៅអញ្ចេះខ្ញុំចង់សនំពរក៏ដូចជាមានយោបល់ខ្លះជូនចំពោះបុគ្គលខ្លះដែលគាត់តែងតែគិតអកតេអំពីរឿងដៃគូជីវិតស្រីអាយុច្រើនជាងប្រុសចាគឺគាត់តែងតែរិះគន់គាត់ថាមនុស្សនឹងចូលមកបោកឬក៏ថារបៀបមនុស្សស្រីដែលលមោបអីចឹងហើយបានប្តីចង់បានប្រុសក្មេងប្តីក្មេងការពិតទៅអាយុវាគ្រាន់តែជាតួលេខសំខាន់ខ្ញុំចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនចង្អុលដៃទៅគេមួយតែដៃ3ម្រាមដៃ3ទៀតនឹងត្រឡប់មករកខ្លួនឯងអញ្ចឹងយើងកុំរិះគន់នរណាទាំងអស់ឲ្យតែយើងរស់នៅគឺសេចក្តីសុខរបស់យើងទៅគេសេចក្តីសុខរបស់គេទៅចង់និយាយថាណាបងប្អូនហើយទីមួយទៀតមុននឹងយើងរិះគន់គេឬក៏យើងត្រូវគិតអំពីក្រុមគ្រួសារយើងសិនដែរយើងក៏មានកូនស្រីយើងក៏មានក្មួយស្រីយើងក៏មានចៅស្រីណាចាអញ្ចឹងមនុស្សយើងគឺផ្លូវជីវិតដើរវែងណាស់រហូតដល់ស្លាប់ទៅអស់នៃការឆ្លងកាត់នៃព្យុះមាននៃជីវិតអញ្ចឹងមុននឹងយើងនិយាយទៅគេយើងត្រូវបារម្ភអំពីខ្លួនឯងសិនខ្លួនឯងមើលឃើញថាតើដំណើរនៃជីវិតរបស់យើងដើរដល់ចំណុចហ្នឹងដែរឬទេវាអាចគេហៅថាច្បាប់នៃស្រូបទាញពេលខ្លះយើងរិះគន់គេក្នុងចំណុចហ្នឹងតែយូរនឹងឆាប់យើងចំណុចហ្នឹងនឹងធ្លាក់ដល់ខ្លួនឯងពេលនោះហើយបានខ្លួនឯងទទួលស្គាល់ហើយនឹងមានអ្វីដែលទុកព្រួយពីព្រោះខ្ញុំអត់ហ៊ានរិះគន់អត់ហ៊ានប្រមាថទៅលើនរណាម្នាក់ទេពីព្រោះជីវិតយើងអត់ដូចគ្នាទេចាគ្មានមនុស្សស្រីណាម្នាក់ចង់មានស្នេហា4 5ឬក៏2 3ក្នុងមួយជីវិតទេហើយក៏តែងតែមានបុគ្គលជាច្រើនមនុស្សស្រីតែងតែចង់រៀបការក្រាបក្បាលដល់កតេដូចខ្ញុំអញ្ចឹងខ្ញុំចង់ណាស់
ចាខ្ញុំមិនអត់ចង់ទេប៉ុន្តែរហូតដល់ពេលនេះទើបខ្ញុំមានវាសនានឹងជួបដៃគូដែលជាមនុស្សពិតប្រាកដដែលសូមខ្ញុំរៀបការហើយយើងចាប់ដៃគ្នាទៅមួយជីវិតអញ្ចឹងអ្វីក៏ដោយសូមកុំរិះគន់គេចាហើយបងប្អូនរិះគន់អីក៏រិះទៅមានតែពាក្យថាអរគុណចាមានតែប៉ុណ្្នឹងទេតែឲ្យតែខ្ញុំទៅខឹងទៅក្រោតឬក៏តបតទៅពួកគាត់គឺ no គឺអត់ទេចា ចុះក្រោយពីការបង្ហាញនៅ pre wedding ជូនដល់បងប្អូនហើយតើអ្នកទាំងពីរនឹងជ្រើសរើសពេលវេលាណាមួយដែរសម្រាប់ការក្រាបក្បាលដល់កតេលដែលនឹងឈានដល់ការអញ្ជើញបងប្អូនសិល្បករសិល្បករនេះយើងបាទទៅឲ្យពោឲ្យចេញឲ្យមង្គលការនោះបាទបើពួកខ្ញុំគិតថាចង់ខែ12ក៏ប៉ុន្តែអត់ទាន់ដឹងថាពេលវេលាថ្ងៃណាតើគាត់ថាចង់ត្រៀមឲ្យឆាប់ដែរព្រោះគាត់ក៏ចង់ឲ្យឆាប់ចង់និយាយថាពួកយើងចង់សម្រេចអ្វីដែលជាក្តីសម័យរបស់ពួកយើងឲ្យហើយចាំយើងរៀបចំតាមនឹងទៀតចាបើមែនតែនទៅគឺថាបងជាតាគឺថាតែងភាសាមួយខ្ញុំជាហោហែទេពាក់ព័ន្ធនឹងមង្គលការនេះអញ្ចឹងពាក់ព័ន្ធនឹងមង្គលការនេះអត់តន់កំណត់ថ្ងៃបានទេជំរាបជូនលោកដែរថាតន់កំណត់ថ្ងៃប៉ុន្តែគាត់ថាកម្រងគឺថាក្នុងអំឡុងខែ11ខែ12នឹងឯងបាទមិនប្រហែលជាមិនលើសនឹងទេអញ្ចឹងវាផ្អែកទៅលើស្ថានភាពស្រុកទេសយើងដែរបើសិនជាស្រុកទេសយើងស្ថានភាពស្ងប់ស្ងាត់អាចឈានដល់អំឡុងខែ11ខែ12នឹងគឺពិតប្រាកដហើយប៉ុន្តែបើសិនជាថាមានអីប្រែប្រួលយើងនឹងបន្តជូននឹងជូនបងប្អូនយើងទៅទៀតអញ្ចឹងណាប៉ុន្តែពាក្យថាមិនរៀបការនោះ no គឺពួកយើងត្រូវតែរៀបការជាដាច់ខាតហើយក៏មិនឲ្យយូរគឺឆាប់ដែរចាដោយសារអីចង់បំពេញមុខដូនតាអីថាបើពេលហ្នឹងខ្ញុំរៀបការដូចចង់ប្រាប់ជម្រាបទៅបងអូនអញ្ចឹងថាបងអត់មានញាតិសន្តានទេមានរបងស្រីបងប្រុសមួយនៅខេត្តហើយក្មួយប្រុស2នាក់បាទហើយប៉ាម៉ាក់ក៏ស្លាប់ហើយអញ្ចឹងណាហើយដូចគាត់ដូចគ្នាពួកយើងទាំងអស់គ្នាគឺគ្រាន់ចង់និយាយថាសិតតែខ្សត់ញាតិដូចគ្នាអញ្ចឹងណាចាអញ្ចឹងគឺមានតែពឹងលើបងអូនជាអ្នកជួយយោបល់ហើយនឹងក្រុមសិល្បករការនេះបើយើងដែលជាញាតិនឹងឯងចាជាញាតិចាចាលើងាកបន្តិចព្រោះបងប្អូនយើងខ្លះគាត់នៅឆ្ងល់ហេងអនឯងធ្លាប់មានគ្រូសាយពីមុនដែរទេឬក៏ជាកន្លោះឬក៏ជួយបងប្អូនយើងខ្លះអាចចង់ចង់ដឹងកន្លែងហ្នឹងដែរខ្ញុំធ្លាប់មានគ្រូសាមុនបាទដល់ឲ្យបានបែកបាក់គ្នាបាទតែមានកូនមានចៅអីស្អត់ទេបានកូនមួយបាទតែកូនមួយនោះអត់នៅមួយយើងទេឬក៏យ៉ាងម៉េចដែរនៅមួយម៉ាក់គេអូខេចឹងមានថាស្រុកទៅដូចដាច់ស្រឡះហើយណាអត់គេចម្ពាក់ចម្ពិនដែលធ្វើឲ្យសម្ពាធនៃតំណែងរបស់អ្នកទាំងពីរហ្នឹងគេថាមានបន្ទុកទេមិនមែនទេទៅណាបាទហើយបើដូចបងតាក៏គាត់ដាច់ស្រេចជាមួយនឹងគេថាតៃតស្វាមីរបស់គាត់កន្លងមកដែរចឹងអ្នកទាំងពីរវិសាស្ត្រហ្នឹងគេថាបេះដូងទំនេររៀងខ្លួនបាទអញ្ចឹងចុះហេងបងសួរទៀតអូនឯងអ្នកភ្នំពេញឬក៏អ្នកខេត្តណាដែរខ្ញុំអ្នកភ្នំពេញបងអ្នកភ្នំពេញតែម្ដងណាបាទមិនទើបតែមកនៅពេញនៅអីទេណាសុកណាតនៅទួលគោកបាទដោយសារតែហេងគាត់បានលើកឡើងថាគាត់ក៏ជាសិល្បករមួយរូបដែរអញ្ចឹងបងប្អូនយើងហើយចង់ដឹងថាកន្លងមកបងប្អូនមានស្នាដៃខ្លះក្នុងវិស័យសិល្បៈហើយព្រោះថាកម្មវិធីយើងបង្ហាញទៅចេះតែមានអ្នកចង់ដឹងអញ្ចឹងណាបាទតែធ្លាប់សម្ដែងរឿងអីខ្លះដែរបងបាទសម្ដែងច្រើនរឿងច្រើនចាំមកចង់អស់ប៉ុន្តែបានមកគោលបាទរឿងក្របបានរុនបេះដូងបាទប្រពន្ធអ្នកឆ្លាតបាទអណ្ដាតក្មេកអូនៅច្រើនទៀតបងច្រើនណាបាទចាំមកហើយជាកម្រងក្រោយពេលដែលរៀបមង្គលការហើយអាចនឹងបន្តអាជីពសិល្បៈទាំងពីរអ្នកទៀតឬក៏អាចថាម្នាក់ងាកទៅរកស៊ីម្នាក់ទៀតអាចលែអីចឹងឬក៏យ៉ាងម៉េចដែរតែផ្លូវនេះយើងអាចដើរជាមួយគ្នាទៅទាំងសិល្បៈទាំងស្គរអញ្ចឹងណាបាទទាំងសិល្បៈទាំងរកស៊ីអាចទៀតបានជាមួយគ្នាចាដោយសារឥឡូវនេះចោលមួយណាការចាអត់ចោលមួយណាការទេសិល្បៈក៏យើងនៅតែប្រឡូកគាត់ថាពេលខ្លះប្រហែលជាការរកស៊ីរបស់យើងបើថាវារៀងជាប់ដែរទេរៀងនិយាយទៅនៅតែឆ្លៀតទៅចឹងអត់ឲ្យខានបានទេដោយសារឥឡូវពួកខ្ញុំកម្រងគឺលក់សម្លៀកបំពាក់ចាលក់សម្លៀកបំពាក់អញ្ចឹងទៅយើងអាច live មួយថ្ងៃ 3-4 ដងអញ្ចឹងទៅយើងចែកថ្ងៃចែកពេលត្រូវទៅថតដែរអញ្ចឹងចាហើយគាត់អ្នកឆ្លើយតប page ឬក៏ខ្ញុំអញ្ចឹងទៅអីចឹងណាបាទអញ្ចឹងបងជាតាជួយជំរាបកាន់បងប្អូនផលិតករផងលោកផលិតករខ្លះគាត់អត់ដឹងគាត់ថាការឲ្យលោកលេងទទួលថតគាត់ប្រាប់គាត់ដឹងផងបាទការពិតទៅរៀបការឲ្យក៏ខ្ញុំនៅតែបន្តនៅអាជីពសិល្បៈអញ្ចឹងដែរជារៀងរហូតនិយាយទៅព្រោះអីជាក្តីស្រឡាញ់ហើយសិល្បៈនេះហើយដែលធ្វើឲ្យខ្ញុំទាំងពីរនាក់បានជួបគ្នាបាទអញ្ចឹងមានថាអត់ឈប់ទេនៅតែលើកស្ទួយសិល្បៈថារហូតតតែបងប្អូនយើងលេងគ្រប់ត្រចារហូតដល់លេងគ្រប់ត្របាទហើយដូចហេងអញ្ចឹងដែរណាឬក៏យ៉ាងម៉េចដូចគ្នាបងបាទអញ្ចឹងបើសិនជាបងប្អូនផលិតករយើងគាត់ចាប់អារម្មណ៍ឲ្យសម្ដែងចឹងទាំងគូក៏ទទួលទាំងគូដែរត្រូវអត់បងចាបាទអត់មានថាងឯងទៅមួយជើងទៅទុកចំឡាយលក់ខោអាវហ្នឹងក៏មកខាត់ business ក៏អត់ទេណាបាទ
ចឹងបងប្អូនយើងបានដឹងពីចំណងស្នេហ៍របស់អ្នកទាំងពីរថាអ្នកទាំងពីរគឺបានប្រស័យតាក់ទងគ្នាដែលស្និទ្ធខ្លាំងមែនទែនគឺកំឡុងពេលដែលគេថារៃអង្គាសថវិកាជួយដល់បងប្អូនកងទ័ពអញ្ចឹងអនុស្សាវរីយ៍នៃការចោះចែកអំណោយតាមខេត្តតាមអីខាម្ដងជា2ដងក៏ដូចជាតំណែងធ្លាប់ស្គាល់គ្នាកន្លងមកយូរអង្វែងតាមវិស័យសិល្បៈអីចឹងទៅវាធ្វើឲ្យតំណែងកាន់តែខិតជិតគ្នាណាបងណាបាទអញ្ចឹងហើយការប្រស័យតាក់ទងវាហើយវាមានមកយូរហើយគ្រាន់ថាស្នេហាវាទើបតែបង្ហាញក្នុងរយៈពេលដែលមានការរៃអង្គាសជួយដល់កងទ័ពណាបាទអញ្ចឹងមែនតើគឺថាស្នេហានេះមិនមែនគឺស្នេហាភ្លើងចម្បើងទេគឺស្នេហាដែលសង្កេតគ្នាមកយូរឆ្នាំហើយបាទគ្រាន់ថាយើងតែចាប់ផ្ដើមយល់ចិត្តគ្នាក្នុងកំឡុងពេលរយៈពេលថ្មីនេះបាទហើយថ្ងៃនេះគេថាបានមកថត pre wedding បាទនៅក្នុងអតីតគេថាអេសានបារៈដែលជារាជធានីដ៏ល្បីរបស់ប្រទេសកម្ពុជាយើងក្នុងសម័យចេនឡាហើយក៏បានស្លៀកពាក់នៅបែបគេថាសំណាងវប្បធម៌របស់ខ្មែរយើងបាទនៅក្នុងតំបន់ប្រាសាទមួយចំនួនហើយក៏មានការអុជធូបបួងសួងបាទសុំសុខសេរីសួស្តីឲ្យពរជ័យពីលោកតាលោកយាយពីម្ចាស់កាឌី TV ផងដែរបាទសម្រាប់អ្នកទាំងពីរក្រោយរៀបមង្គលការឲ្យមានកម្រងថានឹងចង់បានកូនចៅរួមគ្នាទេឬក៏គិតថាចាស់ឲ្យដូចមិនបាច់ទេត្រូវតែយកដែរមួយឬក៏ពីរឬក៏ប្រមាណព្រោះថាឥឡូវជាតិយើងនឹងជាយើងខ្សាត់ដែរអញ្ចឹងណាតាមស្ថិតិជាក់ស្ដែងណាបាទព្រោះថាគេព្រោះឥឡូវនៅពេលដែលយើងធ្វើស្ថិតិទៅគឺប្រជាជនយើងតិចជាងប្រជាជាតិខាងច្រើនមែនតើអញ្ចឹងបើសិនជាបងតាដាក់សេរី5ឲ្យមកថែមបាទពីអ្នកហេងគឺថាល្អដែរឬថាអញ្ចឹងបាទបងតា5ទៅបងប្អូនយើងផ្សេង5 10 5 10 10មកគ្រួសារទៅយើងអាចឡើងរហូតដល់30 40លានពីលើអញ្ចឹងទៅក៏ប្រជាជនយើងអាចប្រកួតប្រជែងមួយគេដែរអញ្ចឹងណាបងណាបាទអញ្ចឹងបាទជាចុងក្រោយតើបងមានអីជាការនិយាយបង្ហាញពីការតាំងចិត្តជូនដល់បងប្អូនយើងព្រោះបងប្អូនយើងចង់បានការតាំងចិត្តរបស់អ្នកទាំងពីរពាក់ព័ន្ធនឹងការរក្សាចំណងស្នេហ៍មួយនេះចាសម្រាប់ខ្ញុំតាំងចិត្តថាចាដៃគូជីវិតខ្ញុំមួយនេះហើយជាដៃគូចុងក្រោយរបស់ខ្ញុំដែលយើងបានក្រាបក្បាលដល់កទេដូច្នេះគឺសម្រាប់បេះដូងខ្ញុំពិតប្រាកដគឺខ្ញុំស្មោះស្ម័គ្រជាមួយគ្នាជារៀងរហូតហើយក៏មិនឲ្យមានព័ត៌មានណាមួយដែលអាស្រូវថាពួកខ្ញុំបែកបាក់គ្នាដែរគឺពួកយើងបើសិនជាយើងបែកគ្នាសូមឲ្យយើងបែកដោយសេចក្តីស្លាប់អត់ទេសូមកុំឲ្យមានការបែកកុំឲ្យមានការបែកតែបើយើងបែកគ្នាមែនតែខ្ញុំស្លាប់បាត់ហើយចាស់ជរាខ្ញុំស្លាប់ទៅខ្ញុំចាស់ទៅព្រោះឯថ្ងៃមុនគាត់បានសុំខ្ញុំថាបងសុំឲ្យឯងរស់នៅជាមួយបងឲ្យបាន40ឆ្នាំទេបាទចឹង40ឆ្នាំល្មមហី80ចេះបាទល្មម80ជាងល្មមហីបាទនៅទីគាត់កើតដែរហ្មងវែងវ័នគាត់លុយលេងកើតយើងភ្ញាក់ដែរយូរម៉េច40ឆ្នាំទៀតនោះបាទហើយសម្រាប់ហេងមានការតាំងចិត្តយ៉ាងម៉េចដែរចំពោះបងតាទៅកាន់ហ្វេនរបស់យើងខ្ញុំតាំងចិត្តថាខ្ញុំនឹងស្រឡាញ់គាត់ឲ្យមនុស្សស្រីយើងទាំងអស់សម្លឹងមកគាត់ចំណែនគាត់មានន័យថាមិនមែនមកលេងសើចមួយគាត់ទេបាទអញ្ចឹងបងប្អូនយើងដែលខ្លះគេគិតថាមកដើម្បីគេថាឆាក់ចាប់ឱកាសយកតារាល្បីឬក៏អីហ្នឹងគឺបងប្អូនយើងកាយទស្សនៈណាបាទអញ្ចឹងគឺថាហេងគឺមកថែរក្សាបងជាតាពិតប្រាកដមែនបាទអញ្ចឹងសម្រាប់ផ្ទះតារាគឺអត់មានតែការជូនពរហើយថ្ងៃនេះគឺថាក្រុមការងាររបស់យើងក៏បានមកលើកទឹកចិត្តដល់អ្នកទាំងពីរគឺថាបានមកផលិតព័ត៌មានផលិតវីដេអូដើម្បីជាការគាំទ្រដល់ស្នេហាមួយគូនេះបាទព្រោះថាមែនតែនទៅគឺបងសៃយតាក៏ជាតួស្នូលដ៏សំខាន់មួយរបស់ក្រុមសម្ដែងផ្ទះតារាបាទមានន័យថាអាចចាត់ទុកជាក្រុមការងារមួយរូបដែរណាបងណាព្រោះថាគ្រប់ស្នាដៃទាំងអស់របស់ផ្ទះតារាគឺថាអាចពិបាកក្នុងការបាត់មុខបងជីតាមែនតែនព្រោះថាបងជីតាគឺជាសិល្បករសិល្បៈការនេះដែលមានការសម្ដែងល្អនោះគឺគ្រប់ទម្រង់អញ្ចឹងជាហេតុធ្វើឲ្យគេថាការងារសំខាន់របស់ផ្ទះតារាគឺថាมันអាចខ្វះបាននៅវត្តមានរបស់បងទេអញ្ចឹងថ្ងៃនេះគឺថាយើងបានមកលើកទឹកចិត្តដល់បងស្រីបាទមកផលិតវីដេអូជូនបងស្រីដើម្បីឲ្យបងប្អូនយើងបានដឹងថាណែក្តីស្នេហារបស់គាត់មិនមែនលេងសើចជាមួយគ្នាទេគឺពិតប្រាកដព្រោះថាមនុស្សស្រីម្នាក់ដែលដាក់ចិត្តមកថត pre wedding ជាមួយបរិសម្នាក់មិនមែនលុំគាត់ស្គាល់គ្នាថើសម្រាប់ចិត្តមកទេបាទលុះត្រាតែគេថាដឹងគ្នាច្បាស់លាស់រៀងខ្លួនហើយអញ្ចឹងថ្ងៃនេះគឺបងប្អូនបានឃើញគឺស្នេហារបស់គាត់គឺពិតប្រាកដមែនហើយមង្គលការរបស់គាត់ក៏នឹងរៀបចំឡើងមិនយូរមិនឆាប់ដូចគ្នាណាកំពុងតែត្រៀមជើងព្រួលគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងសង្ឃឹមថាបងប្អូន fan ដែលអាណិតស្រឡាញ់ដល់បងស្រីគឺថាលើកទឹកចិត្តដល់បងស្រីក៏មានការ comment ឬក៏មានការទស្សនៈណាមួយដែលជាការគេថាដូចបងស្រីមានប្រសាសន៍ថាជាការបច្ចេកបច្ចាសោតយំមួយហ្នឹងព្រោះថាផ្លូវជីវិតរបស់មនុស្សម្នាក់គ្មាននរណាម្នាក់ដឹងមុនទេបាទយើងហើយអញ្ចឹងបើយើងអត់ទាន់ដឹងផ្លូវជីវិតរបស់យើងកុំ
វាយតម្លៃផ្លូវជីវិតរបស់អ្នកដទៃអញ្ចឹងណាបាទមិនមានន័យថាគ្មាននរណាមួយចង់បានផ្លូវជីវិតដែលមានគេរិះគន់នេះមែនទេបងណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនយើងនឹងយល់ពីសេចក្តីសុខដូចជាផ្លូវចិត្តរបស់អ្នកទាំងពីរ ចាហើយនៅក្នុងថ្ងៃនេះដែរសម្រាប់នាងខ្ញុំព្រមទាំងស្វាមីចាសូមអរគុណច្រើនជាមួយនឹងសំអាងការមហាហុងចា មិនមហាហុងណាគឺមហាហុង មហាហុង បាទហើយក៏មានចៃហុងដែរបាទគឺមហាហុងបាទមែន ចាគឺមហាហុងចាក៏ទាំងក្រុមផាត់មុខចាការងារក្រុមការងារគាត់គឺមានទាំងអ្នកថតកាមេរ៉ាចាគាត់ជួយ support ទាំងអស់ គាត់ជួយ support គាត់ជួយទាំងអស់ហើយអរគុណច្រើនណាស់សម្រាប់ ក្រុមការងារដែលគាត់ហត់នឿយជាមួយបងស្រី2ថ្ងៃពេញតែម្ដងបាទ2ថ្ងៃពេញបាទ អរគុណច្រើនហើយចាហើយក៏សូមជូនពរទៅដល់ក្រុមការងារមហាហុងដែរសូមឲ្យសំអាងការបងអូនចាទទួលបាននៅការគ្រប់គ្រងពីអតិថិជនកាន់តែច្រើនទៅចាដែលនៅទីរួមខេត្តកំពង់ធំនេះហើយខ្ញុំក៏សូមអរគុណទៅដល់បងអូនចាផាត់តារាវត្តរត់ចាមិនផាត់តារាវត្តទេផាត់តារារត់បាទ ហើយអរគុណច្រើនមែនតើហើយក៏សូមអរគុណដល់អាជ្ញាធរនៅចាសម្បូរព្រៃគុកបាទដែលបានជួយសម្របសម្រួលបាទខ្ញុំបានមកថតនៅ pre wedding ចាផ្ដិតយកនៅរូបភាពដ៏ស្រស់ស្អាតនៃទឹកដីប្រាសាទសម្បូរព្រៃគុករបស់ខ្មែរយើងចាសូមអរគុណហើយក៏សូមជូនពរគ្រប់ជូនពរទៅដល់ចាត្រង់អាដាមក៏ដូចជាថ្នាក់ដឹកនាំចាសម្រាប់ប្រជាជាតិកម្ពុជាយើងទាំងអស់ក៏ដូចជាបងកងទ័ពចានៅសមរភូមិចាក៏សូមឲ្យជួបតែនៅចាសេចក្តីសុខហើយក៏សូមអរគុណសម្រាប់ទឹកចិត្តដែលកងទ័ពទាំងអស់ដែលតែងតែលះបង់ដើម្បីការពារប្រទេសជាតិក៏ដូចការពារមាតុភូមិរបស់យើងអរគុណច្រើនណាស់ក៏សូមឲ្យគ្រប់អង្គបារមីទាំងអស់ជួយតាមថែរក្សាបងប្អូនកងទ័ពរបស់យើងផងចាក៏សូមជូនពរនៅពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិវិនៈកបីគ្លៀងគ្លេឡាយចាអរគុណបាទអរគុណបាទក៏អរគុណដល់បងអូនស្រីរតអូនស្រីរតណាបាទបលិសបាទបលិសមើលខុសត្រូវនៅក្នុងប្រាសាទសម្បូរព្រៃគុកលោកអើយបាទបលិសទេសចរណាទេសចរបាទអរគុណគ្រប់មនុស្សដែលអត់ទាន់បានជួបសោះទៅគ្នាឯងបាទអរគុណដល់បងស្រីរតបាទអូនបងស្រីរតដែលបានគេថានាំយើងឲ្យស្គាល់កន្លែងទិញប៊ីយ៉ានៅណាទិញគ្រឿងក្លែមនៅណាក៏សម្រាប់សម្រួលជួយការងារយើងច្រើនមែនតើមិនមែនតែការងារក្នុងប្រាសាទទេណាបងអញ្ជើញមកលេងប្រាសាទសម្បូរព្រៃគុកនេះក៏មកដល់គឺជួបបងស្រីរតហ្នឹងតែរៀងស្វាតូចច្រឡឹងយ៉ាងគេគឺថាមើលតែ pancake ដឹងហើយអូខេបាទច្រឡំគេទេគេថាអត់ច្រឡំគេទេបាទច្រឡំគេទេបាទគឺមើលមកក្រុមប៉ូលីសទេសចរនោះគឺថាមានតូចជាងគេហ្នឹងហើយគឺស្រីរតហ្នឹងហើយហើយបើថាពិបាកខ្លាចច្រឡំហៅថាណាគេស្រីរតហៅស្រីរតទៅគាត់លើកដៃហើយអូខេអរគុណច្រើនបាយ